Hey, Saturday fan plek happy Saturday ឥឡូវ happy Saturday ចា8មិនិនាណាជូនពរស្រីៗយើងមានសុភមង្គលក្នុងគ្រួសារសុខភាពល្អហើយនឹងសម្រស់បានខ្ញុំភ្លេចតាំងថ្ងៃហ្នឹងហើយកណ្ដោសម្រាប់ថ្ងៃ Saturday មនុស្សប្រុសគាត់ថាតែយើងគូកណ្ដោអីឲ្យប្រពន្ធឬក៏ដៃគូយើងនៅថ្ងៃសិនរីស្រីចង់បានអីគេមនុស្សស្រីគ្មានចង់បានអីក្រៅពីប្តីចេះស្រឡាញ់យើងយល់ចិត្តហើយដូចថាឲ្យតម្លៃទៅណាមកណាចេះគិតគូររឿងគ្រួសារហើយនឹងរឿងកូនចៅចាក៏មានស្រីក្រៅលួចលាក់ប៉ុណ្ណឹងបានមានស្រីចង់បានប៉ុណ្ណឹងឯងមានត្រូវការអីលើហ្នឹងហើយតបមកលួចកាក់តិចតួចផងដែរចាហើយមនុស្សប្រុសវិញគាត់ថាដែរថាអូមានស្រីគាត់ថាចុះប្តីមិនខឹងជួយចិត្តខឹងមួម៉ៅច្រើនមិនថាថ្ងៃសិទ្ធិនារីមិនសិទ្ធិនារីប្តីខ្ញុំខឹងច្រើនមួម៉ៅច្រើនតែយើងគូមានវិធីអីស្រីថ្ងៃសិទ្ធិនារីហើយនៅខ្វល់ប្តីទៀតឃើញទេស្រីល្អណាប្តីខឹងមួម៉ៅច្រើនតែយើងមានអីទៅលួងគាត់កុំឲ្យគាត់កំឡុងពេលដែលគាត់គង់ខឹងអីចឹងណាមាត់អាក្រក់ឬប្រុសខ្លះក៏មាត់អាក្រក់ដែរមួម៉ៅហើយសម្ដីអត់ព្រោះអត់ប្រសាទេបើសិនជារឿងនឹងកើតមានឡើងមនុស្សស្រីគូមើលថាតើប្តីយើងនឹងគាត់ចូលចិត្តអីគេនៅពេលព្រលឹមឡើងចំណងចំណូលចិត្តពេលព្រលឹមឡើងណាអីគេហ្នឹងហើយដូចជាប្តីខ្លះគាត់ចូលចិត្តញ៉ាំកាហ្វេចាហើយបើមនុស្សប្រុសមួយចំនួនលេងព្រលឹមឡើងហៅពីយ៉ាអីចឹងណាអញ្ចឹងយើងមើលការចំណងចំណូលចិត្តរបស់គាត់បើថាខឹងគ្នាម្សិលមិញម្សិលអីយប់ឡើងពីយប់មិញដេកបែកខ្នងដាក់គ្នាហ្នឹងណាយើងជាមនុស្សស្រីចេះគួររៀងសតុនបន្តិចចាសុភាពតិចសតុនហើយដូចថារៀងថ្នមបន្តិចសំដីហើយពេលខឹងយើងបាច់មកទេយើងបាច់ទៅណាឆ្ងាយនៅក្នុងផ្ទះហ្នឹងបណ្ណាឈប់និយាយទៅដល់ពេលព្រឹកឡើងយើងក្រោយដែលគាត់ចូលចិត្តដូចថាគាត់ចូលចិត្តកាហ្វេយើងឆុងកាហ្វេគាត់ចូលចិត្តញ៉ាំអាហារពេលព្រឹកនៅផ្ទះយើងធ្វើហើយយើងហៅគាត់ថាអរុនសួស្ដីបងគេងលក់ស្រួលទេយប់មិញនេះមិនយ៉ាងយប់មិញឡូនឆុងកាហ្វេហើយអូនធ្វើនេះធ្វើនោះហើយជាចំណងចំណូលចិត្តដែលបងចូលចិត្តហ្នឹងហើយខ្ញុំចាំញ៉ាំជាមួយគ្នាយើងនិយាយភាសាហ្នឹងណាយើងកុំរំលឹកអារឿងពីម្សិលមិញរឿងយប់មិញនៅខឹងគ្នាយើងកុំរំលឹកចាកុំរំលឹកហ្នឹងហើយបន្ទាប់ណាចង់ណានៅប្រុសខ្លះគាត់នឹងមកញ៉ាំហើយព្រោះអ្នកខ្លះគាត់មិននិយាយជាសម្ដីក៏គាត់មកញ៉ាំរបស់យើងមានន័យថាគាត់ជប់ខឹងយើងហើយចាហើយបើប្រុសចរិតល្អពេលយើងហៅប៉ុណ្ណឹងគឺគាត់ញឹមញែមដាក់យើងហើយឆ្លើយតបមកយើងវិញហ្នឹងហើយយកកាហ្វេទៅផឹកពីដៃយើងអីចឹងណាហ្នឹងហើយអាហ្នឹងគេហៅថាការដែលយើងតាក់ទាញនៅប្រុសដោយភាពសគុតសគុំកុំឆៅឆាវកុំក្តៅក្រហាយចាហ្នឹងហើយអ្នកណាក៏ចេះខឹងដែរប៉ុន្តែបើយើងធ្វើល្អប៉ុណ្ណឹងហើយមនុស្សប្រុសហ្នឹងនៅដដែលមួយខែ30ថ្ងៃ10ឆ្នាំ20ឆ្នាំនៅតែកំកមើសម្ដីអាក្រក់ដាក់យើងរៀងរាល់ថ្ងៃហើយយើងយកចិត្តប៉ុណ្ណឹងហើយនៅតែក្តៅក្រហាយខឹងមាត់អាក្រក់ដាក់យើងទៀតនឹងបោះចោលធាក់ចោលហ្មងនោះបាច់ព្យាយាមទេតែយើងធ្វើអញ្ចឹងមនុស្សប្រុសពេលណាល្អពេលយើងធ្វើអញ្ចឹងគឺបាត់ខឹងយើងភ្លាមតែសុខភាពការហ្នឹងវាច្រើនកាត់ឡើងដដែលពេលច្រើនយើងមើលផងគាត់រៀង stress រៀងអីចឹងណាហើយគាត់ល្អមួយយើងវិញអាហ្នឹងអត់អីចាហើយសូមផ្ដាំទៅមនុស្សប្រុសផងមនុស្សស្រីព្យាយាមធ្វើអាស្អីក៏ដោយឲ្យល្អព្យាយាមអស់ពីចិត្តកែតម្រូវឡើងអស់ពីចិត្តមកតែបើមនុស្សស្រីកែហើយមនុស្សប្រុសអត់មានអីតបស្នងល្អមកវិញតម្លាក់ចោលហើយគឺឈប់ហើយលែងកែហើយមិនអាចបកក្រោយវិញបានអញ្ចឹងសនំពរសូមប្រុសឲ្យមានចរិតល្អបើយើងនៅស្រឡាញ់ប្រពន្ធយើងគិតថាប្រពន្ធយើងជាស្រីតែនៅក្នុងបេះដូងដួងចិត្តយើងគួរកុំសម្ដីអាក្រក់ឆ្លើយតបទៅវិញដោយសម្ដីល្អផ្អែមល្ហែមអាហ្នឹងសុភមង្គលកើតមានឡើងហើយមិនថាថ្ងៃ8មិនិនាខុសថ្ងៃ8មិនិនាក៏កើតមានឡើងដែរចាហ្នឹងហើយសូមទៅសើដែរនៅបរទេសជាពិសេសប្រុសគេចូលចិត្តស្រីណាបើថាខឹងគ្នាទៅណាមកណាគេចូលចិត្តយកប្រពន្ធយកដៃគូគេទៅជាមួយដើម្បីគេអួតប្រាប់មិត្តភ័ក្តិអ្នកដទៃថាហ្នឹង
មនុស្សជាទីស្រឡាញ់របស់គេឈើច្រឹកនឹងមួយចាហើយទី2ទៀតបើសិនជាដឹងថាប្រពន្ធខឹងបលឹមឡើងណាមនុស្សប្រុសគេចូលចិត្តធ្វើអីមួយដូចជាឆុងកាហ្វេយកមកហុចឲ្យយើងណាថានេះកាហ្វេសម្រាប់ឯងរឿងឆ្លោះគ្នាមិនគេអត់និយាយទេចាគេធ្វើអីល្អភ្លាមហើយឬមួយក៏គេជៀនពងទាធ្វើអាហារពេលព្រឹកហ្នឹងឲ្យយើងញ៉ាំហើយហៅយើងមកញ៉ាំហើយគេអត់ដាស់យើងឲ្យចាំយើងភ្ញាក់បានគេប្រាប់ថាគេធ្វើរួចដែរឯងជើញទៅញ៉ាំឬមួយក៏គេចង់ហូបជាមួយគ្នាហើយសាសគេល្អថងប៉ុណ្ណេះបើខឹងទីណាត់តណែងមិនក៏ដោយបានតែ2ម៉ោងយ៉ាងយូរគេហៅមនុស្សស្រីមុនហើយគេអត់ចាំឲ្យមនុស្សស្រីហៅមុនអញ្ចឹងណាអញ្ចឹងអាចកែតម្រូវផងហ្នឹងដែរមនុស្សប្រុសណាមើលខ្ញុំឃើញឈួញខ្លាំងណាស់មនុស្សប្រុសខ្មែរយើងចាំឲ្យស្រីធររហូតមិនអាចទេដំបូងចេះធរឲ្យដល់ពេលយូរអាចនឿយណាយពេលនៅក្មេងមនុស្សស្រីខ្លាចបាត់បង់ប្តីចេះទ្រាំណាដល់ពេលចាស់ទៅអាយុចូល40-50ទៅមនុស្សស្រីតម្លាក់ចោលហើយអញ្ចឹងបើសិនជាមនុស្សប្រុសហ្នឹងណាចេះហៅមុនចេះលួងចិត្តនៅពេលព្រឹកព្រលឹមចង់គឺថាសុភមង្គលកើតមានឡើងមនុស្សស្រីណាក៏ចង់បានចឹងដែរសង្ឃឹមថាប្រុសយល់ចំណុចហ្នឹងខឹងភ្លាមហៅភ្លាមទៅ1ម៉ោង2ម៉ោងណាហ្នឹងហើយហៅស្រីមុនទៅមានអីធ្វើអន់មានអីធ្វើថោកនៅប្រុសបរទេសគេធ្វើអញ្ចឹងពេលណាគេដឹងដៃគូគេអត់សុបាយចិត្តខឹងណាបានដល់1ម៉ោងឬ2ម៉ោងក្រោយគេហៅវិញចាគេហៅមីស្រីហ្នឹងណាគេហៅអូន baby honey baby អញ្ចឹងណាគេហៅមុនទោះបីហៅឲ្យមនុស្សស្រីហ្នឹងអត់ស្ដីរកក៏គេនៅតែព្យាយាមហៅម្ដង2ដងណានឹងឲ្យមនុស្សស្រីហៅយ៉ាងខំ3ដងហ្នឹងខឹងប៉ុណ្ណាគឺមុខតែសោចឲ្យញោមដាក់វិញអូខេអរគុណច្រើន happy 8មីនាចាសិទ្ធនារី